ដើមចេញពីការពង្រីកបានលើទំនាក់ទំនងល្អរវាងបណ្ដាញសហគមន៍សុខដុមរមនាក្នុងប្រទេសក៏បានឈានដល់ការពង្រីកទំនាក់ទំនងដល់បណ្ដាប្រទេសក្នុងតំបន់ហើយតាមរយៈនេះការធ្វើទស្សនកិច្ចសិក្សាតែងកើតមានជាញឹកញាប់ពីប្រទេសមួយទៅប្រទេសមួយដើម្បីសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកយកទៅអនុវត្តជាសកម្មភាពជាក់ស្ដែងនៅតាមសហគមន៍ក្នុងប្រទេសរបស់ខ្លួននេះជាសកម្មភាពទស្សនកិច្ចសិក្សារបស់បណ្ដាញសហគមន៍សុខដុមរមនានៃបណ្ដាប្រទេសនានាក្នុងតំបន់មកកាន់ប្រទេសកម្ពុជាដោយផ្ដោតសំខាន់លើទីតាំងនិងសហគមន៍ដែលកំពុងដំណើរការអនុវត្តគម្រោងរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅថាអាកាទាំងគម្រោងខ្នាតតូចនិងគម្រោងខ្នាតធំទាំងនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនដែលទទួលបានជំនួយនិងឥណទានពីគម្រោងនេះប្រទេសកម្ពុជាទទួលបានមូលនិធិសម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍សម្រាប់រយៈពេល3ឆ្នាំលើកដំបូងមានទឹកប្រាក់ប្រមាណជាង$68,000សហរដ្ឋអាមេរិកដោយបែងចែកជាពីរប្រភេទគឺគម្រោងខ្នាតតូចជាមូលនិធិជំនួយផ្ដោតទៅលើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ក្នុងទីក្រុងឬទីប្រជុំជនគម្រោងខ្នាតធំជាឥណទានសង់ផ្ទះសង់រំលោះរយៈពេល5ឆ្នាំដែលបច្ចុប្បន្ននេះកំពុងដំណើរការនៅតាមបណ្ដាខេត្តក្រុងមួយចំនួនក្នុងប្រទេសកម្ពុជាអ្វីជាការកត់សម្គាល់ក្រៅពីគម្រោងខ្នាតតូចនិងខ្នាតធំមូលនិធិរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍នៅបានបែងចែកមួយផ្នែកទៀតជួយជ្រោមជ្រែងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសហគមន៍ហើយគម្រោងការនេះកំពុងដំណើរការទៅមុខដោយរលូនជារួមរាល់បទពិសោធន៍ទាំងឡាយដែលកើតមាននៅក្នុងសហគមន៍អ្នកក្រីក្រក្នុងប្រទេសកម្ពុជាត្រូវបានផ្សព្វផ្សាយផ្លាស់ប្ដូរគ្នាទៅវិញទៅមកទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់ហើយតាមរយៈទស្សនកិច្ចសិក្សានេះក៏ជាផ្នែកមួយនៃការពង្រីកបណ្ដាញទំនាក់ទំនងសហគមន៍ទាំងក្នុងនិងក្រៅប្រទេសឲ្យកាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត